านติดได้máu ba cái đàn lá tại nhung lôn nó trường nhung lên chọp đánh mà to nhung lôn bị lôn to máu អូជើងជាប់នៅលើដៃម៉ូតូមកបាទពេលដៃម៉ូតូវាក៏វែងខ្ញុំទៅពឹកមកដៃរត់អូអញ្ចឹងបានន័យថាសវ៉ាចេញពីម៉ូតូបន្ថែមទៀតបើអត់សវ៉ាចេញជាប់ជាមួយនឹងម៉ូតូហ្នឹងអាចកិនចប់ហើយគោបំណងទៅណាវិញណូនទៅទិញស្វាយមកជួយយកមកនឹងខ្សែអូអញ្ចឹងឯងធ្វើដំណើរពីណាមកវិញពីនោះមកពីនេះវិហារចាមពីវិហារចាមមកហើយគោបំណងទៅផ្ទះវិញឬមកទៅណាទិញជូរនៅផ្សារដំកោទៅទិញជូរនៅផ្សារដំកោមកដល់កន្លែងហ្នឹងអត់ឯងបត់តាមឡានដែរឬមួយក៏ខ្ញុំជីត្រង់ឯឡានបត់យកមកខ្ញុំហើយឥឡូវយើងបត់យកមកពេលហើយខ្ញុំលុតទីកន្លែងមកអាពេលបត់ហ្នឹងឡានសញ្ញោហ៎សញ្ញោដែរតែវាបត់យើងមានសញ្ញោភ្លាមមកអូចឹងបានថាបត់ភ្លាមសញ្ញោភ្លាមបត់ភ្លាមដល់ពេលអញ្ចឹងអញមកត្រង់ស្របទិសគ្នាកិច្ចអត់តាន់គេអត់តាន់ក៏ប៉ះមួយឡានបន្តិចទៅជាប់ជាមួយនឹងម៉ូតូក៏លោតចេញពីលើម៉ូតូបន្ថែមទៀតទៅឥឡូវលប៊ូមានអីជូតទប់សិនណាអូនស្រីឲ្យមើលមានអីទប់ឡាយចកាហ្នឹងសិនទៅជើងផងហើយទៅមុខផងបាទនេះស្ថានភាពនៃម៉ូតូយើងឃើញនេះបាទឡើងតិចបាទសឹងថាវល់បាទសឹងអស់នេះម៉ូតូនេះបើនិយាយចំថាខូចខាតបាទទាំងស្រុងតែម្ដងព្រោះតិចអស់ហើយនេះបាទមានសល់កន្លែងណាទេកិនឡើងតិចបាក់បែកកាទះបែកអីហៀបវិញស៊ីនពេញហ្នឹងតែម្ដងបាទដល់នៅផ្លូវទំនប់កប់ស្រូវបាទចំណុចកន្លែងកើតហេតុនេះបាទឡើងម៉ត់បាទមើលយើងមើលឲ្យគៀកបាទនៃម៉ូតូនេះបាទកាទះបាទនេះកង់ខាងក្រោយបាទកង់ខាងក្រោយនេះបាទឡើងតិចបាទស្លាកលេខភ្នំពេញបាទមួយ LA 17និង40បាទ17 40ហើយខ្ញុំនេះបាទកិននេះបាទឡើងអស់ហើយនេះបាទកង់ខាងមុខអីគឺត្រូវបានដាច់ខ្ទេចអស់លេងមកបាច់ខ្ទេចមកនេះយើងសម័យមើលបើសិនជាមនុស្សមិនលោតចេញពីលើម៉ូតូនេះគឺចប់ហើយណាបាទអាចនឹងប៉ះពាល់ទៅដល់អាយុជីវិតឬមួយក៏អាចនឹងរបួសខ្លួនយ៉ាងនេះបាទតែសំណាងដែរដែលគាត់សម្រេចចិត្តថាគាត់លោតចេញពីលើម៉ូតូហើយបន្ទាប់ពីការហែកភ្លាមបាទតកងរថយន្តបានទុករថយន្តហើយរត់គេចខ្លួនបាត់ពីទីតាំងចំណុចកន្លែងកាត់ហែកតែម្ដងទៅបាទបន្សល់ទុកតែរថយន្តបាទហើយនឹងម៉ូតូហើយបងប្រុសដែលរត់របួសនេះបាទរថយន្តគឺក្បាលខាងមុខពាក់ស្លាកលេខព្រះសីហនុបាទ 3A 76និង09បាទប្រភេទរថយន្តHyundaiបាទដឹកទំនិញដែលយកដឹងថាដឹកអីទេបាទរត់តកង់ហ្នឹងក៏មិនដឹងថារត់ទៅដល់ដែរបាទព្រោះអីរត់បាត់ទៅហើយបាទបាទអស់ហើយហ្នឹងខាងមួយកំណាត់ខាងក្រោមហើយនឹងជធៀងអីនេះគឺបាក់បែកថាអាចជួសជុលទាំងអស់ហ្មងបាទសំបីតែម៉ាស៊ីនសំបីតែផ្នែកខាងមុខអីគឺតិចវល់ទាំងអស់បែកអស់ហើយអានេះបើយើងនិយាយចំបើសិនជាសំណងវាប្រហែលជាត្រូវសំណងសម៉ូតូថ្មីអាចទាំងមូលព្រោះអីវាអត់អាចត្រូវជួសជុលអីកើតព្រោះអីម៉ាស៊ីនអីបែកកាទះបែកតិចកិនឡើងបែកតិចអស់ហើយហ្នឹងមិនមានសល់អីផងអស់លេងហ្នឹងបាទអញ្ចឹងសូមបង្កើននៃការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនក្នុងការចរាចរណ៍បើកបរលើដងផ្លូវដូចឃើញសភាពជាក់ស្ដែងនៅត្រង់ចំណុចកន្លែងកាត់ហែកខាងលើនេះពាក់ព័ន្ធនឹងករណីខាងលើណាបាទហើយនេះតាមបញ្ជាក់ពីបងប្រុសថាក្នុងការបើកបរនៃភាគីខាងរថយន្តនេះគឺគាត់បើកស្របជាមួយនឹងគ្នាទេប៉ុន្តែដល់ចំណុចកន្លែងកាត់ហែករថយន្តគឺបានសញ្ញោភ្លាមបាត់ភ្លាមបាទដល់ពេលសញ្ញោភ្លាមបាត់ភ្លាមគាត់មិនដឹងថាត្រូវកិច្ចយ៉ាងម៉េចបាទក៏សម្រេចចិត្តថាលោតចេញពីលើម៉ូតូបាទបណ្ដាលឲ្យរងរបួសត្រូវជើងហើយនឹងត្រូវចកាបាទនេះបើសិនជាអត់លោតទេយើងនឹកសម័យមើលអាចនឹងប៉ះពាល់ដល់អាយុជីវិតឬមួយក៏រងរបួសធ្ងន់ជុំវិញករណីខាងលើហ្នឹងបាទប៉ុន្តែគាត់សម្រេចចិត្តថាលោតបាទអញ្ចឹងជីវិតថ្លៃបាទសំខាន់ភាគីខាងរថយន្តគឺបានគេចខ្លួនចេញពីចំណុចទីតាំងកន្លែងកាត់ហែកបាទអត់នៅកន្លែងកាត់ហែកហ្នឹងទេបាទចំណុចកាត់ហែកនេះគឺនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ